ភាគច្រើនគេនិយាយថាសហរដ្ឋអាមេរិកគឺជាប្រទេសទី2ជាប្រទេសដែលមហាអំណាចតោះថ្ងៃហ្នឹងទៅមើលវីដេអូមើលថាខ្ញុំទៅកាន់ប្រទេសមហាអំណាចជាលើកទី2ហ្នឹងទទួលបានអីគេខ្លះនៅសហរដ្ឋអាមេរិកគឺពិតជាធំមែនបងប្អូនទាំងអស់គ្នានិយាយថាពីទីក្រុងមួយទៅទីក្រុងមួយពីខេត្តមួយទៅខេត្តមួយគឺធំសាហាវតែម្ដងណាចង់និយាយថានៅអាមេរិកជាប៉ុន្តែម្ហូបអាស៊ីឆ្ងាញ់ទាំងអស់ម្ហូបជប៉ុនក៏ឆ្ងាញ់ម្ហូបកូរ៉េក៏ឆ្ងាញ់ជាពិសេសម្ហូបវៀតណាមនោះតែម្ដងខ្ញុំទៅលើកនេះគឺជាលើកទី2របស់ខ្ញុំហើយប៉ុន្តែខ្ញុំឃើញថាសហរដ្ឋអាមេរិកគឺអ្វីដែលខ្ញុំស្ងប់ស្ងាត់បំផុតនោះគឺភោជនីយដ្ឋានក៏ធំផ្លូវក៏ធំនិយាយទៅគឺថាស្អីក៏ដោយធំទាំងអស់ខ្ញុំនៅ LA បានប្រហែលជា2-3ថ្ងៃក៏ខ្ញុំធ្វើដំណើរទៅកាន់ Las Vegas អញ្ចឹងណានិយាយទៅលើកនេះគឺជាលើកទី1ដែលទៅ Las Vegas បងប្អូនទាំងអស់គ្នាលយមែនតើដោយសារតែទីក្រុង Las Vegas ទាំងមូលគឺពោរពេញទៅដោយកាស៊ីណូធំទំនើបលយមែនតើហើយនេះគឺជា outfit check របស់ខ្ញុំរៀបចំខ្លួនទៅលេង Grand Canyon បងប្អូនទាំងអស់គ្នានិយាយទៅ Grand Canyon គឺជាកន្លែងមួយដែលខ្ញុំចង់ទៅអញ្ចឹងណាអញ្ចឹងក៏ម៉ាក់ប៉ាក៏នាំខ្ញុំទៅហើយមុននឹងយើងទៅហ្នឹងគឺយើងអត់ចោលទេគឺរៀបចំញ៉ាំបាយចប់ដូចខ្ញុំនិយាយអញ្ចឹងណាម្ហូបនៅហ្នឹងគឺឆ្ងាញ់សាហាវមកបងប្អូនទាំងអស់គ្នាមកដល់វិញគឺឃ្លានម្ហូបនៅហ្នឹងហ្មងណាបងប្អូនទាំងអស់គ្នាមើលទៅម្ហូបកូរ៉េគេគឺ juicy តែម្ដងចេញពីញ៉ាំអីក៏យើងធ្វើដំណើរប្រហែលជា1ម៉ោងជាង2ម៉ោងហ្នឹងក៏បានទៅដល់ហើយនេះគឺជា Grand Canyon របស់គេបងប្អូនទាំងអស់គ្នាលយរបស់គេតាមទៅដល់របៀបថាជាភ្នំមួយប៉ុន្តែនៅស្រុកខែគេប្រកែច្នៃទោះបីជាភ្នំហ្នឹងមិនក៏ដោយក៏គេច្នៃឲ្យរកលុយជូនរដ្ឋរបស់គេបានច្រើនមែនទែននិយាយទៅមនុស្សជាច្រើនចង់មកលេង Grand Canyon ហ្នឹងបូករួមទាំងខ្ញុំដែរនៅ Grand Canyon ហ្នឹងគេបែងចែកជាពីរផ្នែកមួយនៅខាងលើហើយមួយនៅខាងក្រោមប៉ុន្តែលើកហ្នឹងខ្ញុំទៅដូចជាខុសខ្ញុំទៅខាងលើអញ្ចឹងមិនសូវបានថតអីទេប៉ុន្តែអត់អីទេបងប្អូនទាំងអស់គ្នាខ្ញុំជឿថាថ្ងៃក្រោយខ្ញុំនឹងបានទៅខាងក្រោមម្ដងទៀតអញ្ចឹងណាប៉ុន្តែមានអីបងប្អូនទាំងអស់គ្នាទទួលបានបទពិសោធន៍ហើយក៏អរគុណដល់បងស្រីគាត់នៅអាមេរិកគាត់នាំដើរលេងដែរអញ្ចឹងណាហើយក៏យើងបន្ទាប់មកវិញក៏យើងមកអូតែរបស់យើងអីអញ្ចឹងទៅញ៉ាំអីហើយក៏ដើរលេងអញ្ចឹងណានេះជា room tour របស់ខ្ញុំបងប្អូនទាំងអស់គ្នាបន្ទប់គឺធំសាហាវនិយាយទៅនៅ Las Vegas ហ្នឹងមានអីមួយយ៉ាងតែបងប្អូនទាំងអស់គ្នាយើងចុះទៅខាងក្រោមហ្នឹងមានគ្រប់សពបែបយ៉ាងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលនេះគេធ្វើដូចនៅ Venice នៅប្រទេសអ៊ីតាលីអញ្ចឹងការពិតអានេះគឺនៅ Las Vegas ទេបងប្អូនទាំងអស់គ្នាខ្ញុំដើរផងអីផងសប្បាយរបស់គេនិយាយទៅគឺបើសិនជាអាចមួយជីវិតហ្នឹងទៅដើរលេងសហរដ្ឋអាមេរិកឲ្យបានម្ដងទៅដូចនិយាយអញ្ចឹងណាទីក្រុងនេះគឺយប់ក៏ស្អាតថ្ងៃក៏ស្អាតប៉ុន្តែខ្ញុំគិតថាយប់ឡើងវាស្អាតជាងអញ្ចឹងណាហើយក្រៅពីនឹងទៀតគឺខ្ញុំដើរក្នុងកាស៊ីណូកាអីលេងអញ្ចឹងណាបងប្អូនមានអីប្លែកអារម្មណ៍របស់គេតាបងប្អូនទាំងអស់គ្នាហើយអ្នកទៅលេងភាគច្រើនគាត់បីចាណាហើយថ្ងៃបន្ទាប់ក៏ខ្ញុំរៀបចំធ្វើដំណើរមកកាន់LA វិញបងប្អូនទាំងអស់គ្នាហើយអ្វីដែលខ្ញុំភ្លេចអត់បានហ្នឹងគឺកាហ្វេនេះគឺឆ្ងាញ់សាហាវណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តមើលវីដេអូទៅលេងអាមេរិក comment បានខ្ញុំនឹងធ្វើបន្តទៀត